សម្ដេចតេជោហ៊ុនសែនចែករំលែកនៅបទពិសោធន៍នៃការអប់រំកូនចៅប្រើប្រាស់ភាពជិតស្និទ្ធមើលថែពួកគេពីតូចរហូតដល់ធំនិងកុំលងអ៊ីវឲ្យសោះត្រូវផ្ដល់ការស្រឡាញ់ស្មើៗគ្នាភ្នំពេញសម្ដេចតេជោហ៊ុនសែនប្រធានប្រសិទ្ធិកម្ពុជានៅថ្ងៃទី26ខែមេសាឆ្នាំ2025នេះតាមរយៈបណ្ដាញទំនាក់ទំនងសង្គមផ្លូវការបានបង្ហោះសារចែករំលែកនៅបទពិសោធន៍នៃការអប់រំកូនចៅពេលចំណុចសំខាន់ៗដែលសម្ដេចចែករំលែករួមមានទី1គឺការប្រើប្រាស់ភាពជិតស្និទ្ធមើលថែពួកគេពីតូចរហូតដល់ធំទោះពួកគេមិនមានពេលច្រើនជួបយើងទៀតក៏ដោយហើយនឹងទី2សូមកុំលំអៀងឲ្យសោះត្រូវផ្ដល់ការស្រឡាញ់ឲ្យគ្នាស្មើគ្នាកុំលើកមួយដាក់មួយសម្ដេចតេជោហ៊ុនសែនបានបង្ហាញរូបភាពជាមួយចៅតូចជាមួយនឹងខ្លឹមសារដូចនេះថាការពីចៅនៅតូចគឺបែបនេះដណ្ដើមគ្នាឲ្យតាឬអោបដល់ធំឡើងបានមកត្រឹមក្បែរនៅសល់ចៅទី21និង22គ្រាន់មកចិត្តនឹងថាបលោកតាជីវិតមនុស្សកាន់តែចាស់កាន់តែឯកានេះជាក្រិតក្រមធម្មជាតិដែលជៀសមិនរួចខ្ញុំអប់រំកូននិងចៅបែបនេះគឺប្រើប្រាស់ភាពជិតស្និទ្ធមើលថែពួកគេពីតូចរហូតដល់ធំទោះពួកគេមិនមានពេលច្រើនជួបយើងទៀតក៏ដោយវិន័យខ្ញុំប្រើជាមួយកូនតែមិនបានប្រើជាមួយចៅទេប្រសិនបើមានកូននិងចៅច្រើនសូមកុំលំអៀងឲ្យសោះត្រូវផ្ដល់ការស្រឡាញ់ស្មើគ្នាកុំលើកមួយដាក់មួយដែលនេះគឺជាចំណែកតូចមួយនៃជោគជ័យក្នុងការអប់រំកូននិងចៅរបស់ខ្ញុំ